ខ្ញុំសូមជម្រាបថាខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាគឺស្មើគ្នាទាំងអស់បញ្ហាអនាគតកូនស្រីរបស់ខ្ញុំគឺខ្ញុំមិនលូកដៃចូលទេចំណុចនេះខ្ញុំទុកឲ្យគាត់ជាអ្នកសម្រេចចិត្តដោយខ្លួនឯង